បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានអន្តរជាតិបាទនៅប្រទេសមីយ៉ាន់ម៉ាបាទចាប់ផ្ដើមបោះឆ្នោតជាផ្លូវការលើកដំបូងក្រោយរដ្ឋប្រហារឆ្នាំ2021បាទនៅថ្ងៃទី28ខែធ្នូអ្នកបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្ដើមចូលរួមក្នុងជុំទី1នៃការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល1ខែនេះគឺជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីឆ្នាំ2020និងបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ2021យោងតាមផែនការដំណើរការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ានឹងប្រព្រឹត្តទៅជា3ដំណាក់កាលដោយជុំទី1ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងយ៉ាហ្គូនទីក្រុងម៉ាន់ដាឡេនិងរដ្ឋធានីណៃពីដោជុំទី2និងទី3គ្រោងនឹងធ្វើឡើងនៅថ្ងៃទី11មករានិងថ្ងៃទី25មករាឆ្នាំ2026ដោយសារតែបញ្ហាសន្តិសុខតំបន់មួយចំនួននិងមិនមានការរៀបចំការបោះឆ្នោតនោះទេនៅទីក្រុងយ៉ាហ្គូនការិយាល័យបោះឆ្នោតមួយចំនួនបានបើកទ្វារចាប់តាំងពីម៉ោង6ព្រឹកអ្នកបោះឆ្នោតភាគច្រើនដែលបានមកចូលរួមបានសម្ដែងនៅបំណងប្រាថ្នាចង់ឲ្យប្រទេសជាតិទទួលបានសន្តិភាពនិងស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាក្នុងរយៈពេលប្រមាណម៉ោងដំបូងចំនួនអ្នកមកចូលរួមបោះឆ្នោតនៅមានកម្រិតនៅឡើយដែលភាគច្រើនជាអ្នកស្រុកក្នុងតំបន់រួមជាមួយនឹងក្រុមរក្សាព័ត៌មាននិងបុគ្គលិកបោះឆ្នោតគណៈបកសាមគ្គីភាពនិងអភិវឌ្ឍ USDP ដែលជាកម្លាំងគាំទ្រដ៏យោធាត្រូវបានវាយតម្លៃថានឹងមានវត្តមានលេចធ្លោជាងគេនៅក្នុងការបោះឆ្នោតលើកនេះចំណែកឯគណៈបកនានាដែលធ្លាប់ចូលរួមបោះឆ្នោតតាំងពីឆ្នាំ2020រួមទាំងគណៈបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រីអ៊ុងសានស៊ូជីផងនោះបច្ចុប្បន្នមិនមានឈ្មោះក្នុងបញ្ជីបេក្ខភាពនោះទេទោះបីជាមានគណៈបកចំនួន57បានដាក់ជាបេក្ខជនក៏ដោយប៉ុន្តែភាគច្រើនការប្រកួតប្រជែងតែក្នុងកម្រិតមូលដ្ឋានប៉ុណ្ណោះមានតែគណៈបកចំនួន6ប៉ុណ្ណោះដែលមានប្រកួតប្រជែងនៅទូទាំងប្រទេសនិងមានឱកាសកាន់អំណាចបេក្ខជនជិត 5,000 នាក់កំពុងប្រកួតប្រជែងដណ្ដើមយកអាសនៈជាង 1,100 នៅក្នុងសភាជាតិនិងសភាតាមបណ្ដារដ្ឋឬតំបន់ប៉ុន្តែចំនួនអាសនៈជាក់ស្ដែងដែលត្រូវបោះឆ្នោតនឹងមានតិចជាងនេះដោយសារតែតំបន់មួយចំនួនមិនអាចដំណើរការបោះឆ្នោតបានការបោះឆ្នោតលើកនេះក៏មានការកត់សម្គាល់នៅការប្រើប្រាស់ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកដែលមិនអនុញ្ញាតឲ្យមានការសរសេរបន្ថែមឈ្មោះបេក្ខជនឬធ្វើឲ្យសិលឹកឆ្នោតខូចខាតឡើយយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាលទ្ធផលនឹងត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការបោះឆ្នោតគ្រប់ជុំទាំងអស់នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងកិច្ចការខិតខំប្រឹងប្រែងកសាងដំណើរការនយោបាយថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ាព័ត៌មានអន្តរជាតិខ្ញុំបាទជំរាបក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា